បុរសល្ងីល្ងើបានប្រពន្ធគ្រប់លក្ខមានបុរសម្នាក់អ្នកភូមិស្គាល់គាត់ថាជាមនុស្សដែលកោងកាចនិងឆាប់ខឹងបានប្រពន្ធជាស្ត្រីដែលគ្រប់លក្ខជារៀងរាល់ថ្ងៃប្រពន្ធតែងតែឲ្យគំនិតយោបល់ល្អៗថ្ងៃមួយបុរសបានធ្វើដំណើរទៅផ្សារហើយក៏ប្រទះសម្ដីជាមួយនឹងអ្នកលក់នៅទីនោះអ្នកទាំងពីរឆ្លោះគ្នាជាខ្លាំងហើយបុរសជាប្តីខឹងខ្លាំងណាស់បានវាយដំទៅលើបុរសជាអ្នកលក់បន្លែនៅទីផ្សារនោះធ្វើឲ្យបុរសម្ខាងទៀតរងរបួសប៉ូលីសដែលនៅទីនោះបានចាប់យកបុរសកំណាចនោះទៅដាក់ឃុំពីព្រោះគេបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ទៀតបន្ទាប់ពីត្រូវបានជួបឃុំហើយស្ត្រីដែលជាប្រពន្ធក៏បានដឹងហើយក៏គិតនៅក្នុងចិត្តថាតើអាចនឹងជួយប្តីរបស់ខ្លួនបានយ៉ាងដូចម្តេចបន្ទាប់ពីគិតមួយសន្ទុះហើយនាងក៏រកមធ្យោបាយហើយក៏នឹកឃើញថានាងនឹងទិញផ្លែឈើនិងយករបស់មួយចំនួនទៅសុំទោសដល់បុរសនោះហើយនាងក៏បានធ្វើដំណើរទៅនាងបាននិយាយទៅកាន់បុរសដែលត្រូវប្តីរបស់នាងវាយយ៉ាងដំណំនោះដោយប្រើពាក្យសុំទោសនិងសូមឲ្យគាត់អធិស្ឋានពីព្រោះតែប្តីល្ងីល្ងើរបស់គាត់មានកំហឹងកំរោលហើយធ្វើឲ្យគាត់មានរបួសបុរសនោះក៏យល់ដល់អធិស្ឋានហើយក៏លើកលែងទោសឲ្យនាងអរគុណបុរសនោះជាខ្លាំងហើយបុរសនោះក៏រីករាយនៅក្នុងការអត់ទោសឲ្យប្តីដ៏កំរោលរបស់នាងដែរដោយព្រោះអធិស្ឋានល្អបុរសបានញញឹមហើយប្រាប់ទៅនាងថាមិនអីទេដោយព្រោះខ្ញុំយល់មុខទៅដល់នាងដែលមានចិត្តល្អនិងមានប្រាជ្ញាហើយបានសុំទោសខ្ញុំអស់ពីចិត្តស្ត្រីបានធ្វើដំណើរទៅឯសាលាឃុំហើយបាននិយាយទៅមេឃុំថានាងសុំទោសដែលប្តីរបស់នាងបានធ្វើទង្វើមិនល្អហើយនាងបានសុំទោសទៅលើបុរសនោះហើយបុរសនោះក៏បានលើកទោសឲ្យមេឃុំក៏យល់ហើយក៏ដោះលែងប្តីរបស់នាងក៏បាននាំបុរសដែលជាប្តីដ៏ខូខើនោះឲ្យគាត់មកសុំទោសបុរសនោះដោយផ្ទាល់បុរសជាប្តីបានយល់ការក៏ធ្វើតាមអ្វីដែលប្រពន្ធឲ្យធ្វើបុរសនោះបានសុំទោសទៅកាន់បុរសម្នាក់ទៀតដែលគាត់បានវាយដំនោះដោយអស់អំពីចិត្តដែលខ្លួនបានធ្វើទង្វើដ៏អាក្រក់នោះបន្ទាប់មកប្តីដ៏ជាកំណាចនោះក៏បានប្រែទៅជាមនុស្សដែរប្តីស្រឡាញ់ហើយនឹងប្រាជ្ញារបស់ប្រពន្ធដែលបានជួយរំដោះខ្លួនឲ្យរួចអំពីទុក្ខទណ្ឌទាំងនោះដែលខ្លួនបានប្រព្រឹត្តហើយក៏ស្រឡាញ់ជារស់នៅជាមួយនឹងប្រពន្ធដោយមានអាកប្បកិរិយាល្អប្រសើរនិងមានការផ្លាស់ប្ដូរនិងប្រែក្លាយទៅជាបុរសជាក្រុមជាមីគ្រួសារដ៏ល្អ